តបងប្អូនដែលចង់រៀនបិទដងបកាយឲ្យស្អាតបងប្អូននេះកុំភ្លេចមើលវីដេអូនេះនេះអាស័យនេះយើងយកពុះវាមកតូចល្មមដែលយើងថាអាចលុបជ្រុងឲ្យធ្វើម៉េចឲ្យមូលស្អាតបានណាឥឡូវយើងចាប់ដើមលុបជ្រុងវាហើយអានេះយើងបិទពាក់កណ្ដាលវាបងប្អូនអានេះគឺសម្រាប់ដែលយើងធ្វើបកោងយើងសម្រួលយើងធ្វើវាឲ្យវាមូលដែរបងប្អូនកោះខ្នងកោះឲ្យវាស្អាតមកហើយចាំយើងសម្រួលក្បាលវាសម្រួលឲ្យហើយបងប្អូនយើងបងយើងសម្រួលក្បាលប៉ុណ្ណឹងហើយយើងចិតក្បាលមកយើងយកប៉ុណ្ណាដែលយើងធ្វើថាស្អាតយើងស្រឡាញ់ចិតប៉ុណ្ណឹងមកហើយចំពោះបកោងវិញយើងធ្វើវែងស្រឡាញ់វែងយើងបិទវែងស្រឡាញ់តែយើងធ្វើខ្លីមកហើយយើងចាប់ដើមបិទមួយថ្នាំវាបងប្អូនស្រឡាញ់ហឹងបងប្អូនអត់មានមកបើតាចំពោះខ្ញុំស្រឡាញ់យើងមកទុនមុំហើយយកបកោងមូលយើងពុតមើលមួយសាយើងពុតមើលមកមុំថាយើងយកបានហើយវាកោងមូលស្អាតអត់យើងចាប់ផ្ដើមកោះយើងបញ្ឈើកបិតមកកោះវាបងប្អូនបាទបើវាចេញយើងពុតមើលវានៅយើងអត់សូវមូលតនេះយើងអាចសម្រួលវិញតិចទៀតហើយតនេះយើងកោះវិញតិចទៀតបងប្អូនប៉ុណ្ណឹងមូលបងប្អូនប៉ុន្តែចំពោះខ្ញុំនៅស្ទើរតិចទៀតអត់សូវមូលស្អាតប៉ុន្តែបង្កោងស្អាតទាំងអស់គ្នាមូលស្អាតហ្មងហើយបង្កោងវាក៏មិនរឹងពេកក៏មិនទន់ពេកមកលាស់ប៉ុណ្ណឹងហ្មងហ្នឹងហើយចំពោះខាងដូននេះបងប្អូនដឹងស្រាប់ហើយណាយើងអ្នកចេះធ្វើបកាយយើងសម្រួលវាមកហើយចំពោះបកោងវិញយើងយកបកោងប៉ុណ្ណឹងស្អាតយើងទុនប៉ុណ្ណឹងហ្មងនៅចំពោះខ្ញុំណាចំពោះបងប្អូនដែលគាត់ស្រឡាញ់យើងហឹងក៏ដាក់ហឹងមកហើយស្រឡាញ់អត់ទៅមូលដាក់បែបអត់ទៅមូលទៅចំពោះខ្ញុំយើងស្រឡាញ់កោងប៉ុណ្ណឹងបាទប៉ុណ្ណឹងគឺស្អាតមែនតើបាទហើយទុនប៉ុណ្ណឹងគឺត្រូវទាញទៅវាអត់ដាច់មាត់ទេបាទហើយចំពោះទំហំវិញបើសិនជាបងប្អូនចង់បានធំយើងពុះធំចំពោះបងប្អូនស្រឡាញ់តូចចំពោះតូចចឹងមកហើយយើងបិទវាទៅវាលឿនយើងសម្រួលលុបវាមុខមកធ្វើម៉េចវាមូលបាទនេះយើងសម្រួលវាហើយវាមូលបែបនេះបាទអូខេវីដេអូនេះមិនតែប៉ុណ្្នឹងទេបាទអរគុណ